Yeah. អនុញ្ញាតសួស្តីបងប្អូនទាំងអស់គ្នាជាទីគោរពបាទនេះគឺជាសកម្មភាពបេះស្លាបាទអញ្ចឹងថ្ងៃនេះដែរ Channel ណារាំងសៀម Media សូមធ្វើការចែករំលែកនៃការធ្វើស្លាបងប្អូនបាទអញ្ចឹងបងប្អូនប្រកាសជាស្គាល់ហើយស្លាបាទអញ្ចឹងស្លាគឺយើងចំពោះអ្នកដែលចូលចិត្តពិសាគឺយើងអាចហូបស្លាខ្ចីក៏បានស្លាដែលហាលហើយទៅស្លាគ្រីមក៏បានដែរបាទអញ្ចឹងបងប្អូនឃើញឬក៏បងប្អូនពិសាស្លាបងប្អូនមួយចំនួនធំភាគច្រើនគឺមិនបានដឹងពីរបៀបនៃការធ្វើស្លានោះទេបាទអញ្ចឹងថ្ងៃនេះដែរខ្ញុំបាទឈ្មោះណារាំងអញ្ចឹងសូមធ្វើការចែករំលែកនឹងពីជំហានមួយទៅជំហានមួយពាក់ព័ន្ធជាមួយនឹងការធ្វើស្លាបាទអញ្ចឹងទម្រាំដែលបានកាយទម្លាក់នេះបាទទម្រាំដែលបានកាយទម្លាក់នេះគឺយើងតទៅដល់ខែដល់រដូវវាបាទអញ្ចឹងខ្ញុំបាទកាត់ខ្លីៗបាទដើម្បីធ្វើការចែករំលែកអញ្ចឹងនេះគឺជាវីដេអូទី1ពាក់ព័ន្ធជាមួយនឹងការធ្វើស្លាបាទអញ្ចឹងដែលយើងអាចកាយវាមកនោះគឺយើងមានន័យថាយើងបេះ1 2មើលសិនបាទបេះ1 2មើលសិនយើងមើលថាតើស្លានេះវាដល់ខែឬក៏ដល់អាយុវាដែលត្រូវបេះហើយឬនៅបាទអញ្ចឹងយើងត្រូវការមើលពិនិត្យមើលសាច់ស្លានឹងថាវាចាស់ល្មមបេះហើយឬនៅបាទអញ្ចឹងអ្នកដែលធ្លាប់ធ្វើស្លាទើបដឹងថាស្លាមានច្រើនដំណាក់កាលណាបាទមានច្រើនដំណាក់កាលណាអញ្ចឹងនេះគឺជាសកម្មភាពដែលយើងគិតថាស្លានេះចាស់ល្មមដែលអាចបេះទៅយើងយកទៅឈូសបានបាទអញ្ចឹងយើងកាយបានមួយស្ទងហ្នឹងយូរដែរបងប្អូនយូរដែរបាទសម្រាប់ខ្ញុំនេះខ្ញុំមិនចេះកាយចេះអីទេបងប្អូនខ្ញុំចេះតែបេះចេះតែផ្លេសទេបាទចេះតែបេះចេះតែផ្លេសទេអញ្ចឹងអ្នកដែលធ្លាប់ធ្វើស្លាគឺដឹងពីសង្វាក់នៃការធ្វើស្លានេះពិតប្រាកដបាទសម្រាប់ខ្ញុំមិនជាអ្នកចំណេះជំនាញនៃការធ្វើស្លាទេបាទនេះគឺស្លាពុកទេបាទអញ្ចឹងខ្ញុំត្រឹមតែមកជាអ្នកបេះអ្នករឹសជញ្ជូនយកទៅទុកតែប៉ុណ្្នឹងឯងស្លានេះភាគច្រើនគឺស្ថិតនៅក្នុងខេត្តកំពង់ចាមបងប្អូនបាទគឺនៅខាងស្រុកកោះសុទិនបាទស្រុកកោះសុទិនមួយចំណែកទៀតនៅក្នុងខេត្តត្បូងឃ្មុំក៏មានច្រើនដែរបាទគឺនៅខេត្តឃុំជប់បងប្អូនឃុំជប់បាទជារៀងរាល់ឆ្នាំស្លានៅក្នុងខែនេះគឺយើងបេះភាគច្រើនហើយបាទរួចទៅ4-5 ឆ្នាំមុនបងប្អូន4-5 ឆ្នាំមុនឬក៏10 ឆ្នាំមុនខែណាគឺមានទឹកជន់ចូលព្រៃស្លាបងប្អូនទឹកជន់ចូលព្រៃស្លាហើយអញ្ចឹងប្រហែលឆ្នាំនេះគឺអត់សូវមានទឹកទេអញ្ចឹងវាធ្វើឲ្យការប្រមូលផលស្លាហ្នឹងរៀងធូរដែរប៉ុន្តែមួយចំណែកទៀតនោះស្លាវាន័យថាវាអត់ទាន់ទុំស្រស់ឬក៏អត់ទាន់ដល់អាយុកាលចាស់ស្រស់បងប្អូនអញ្ចឹងមួយដើមវាមានខ្ចីមួយស្ទួងពីរស្ទួងអញ្ចឹងណាអញ្ចឹងនេះគឺយើងមើលដើមខ្លះដែលអាចដល់ត្រូវបេះហើយបាទអញ្ចឹងគឺយើងបេះតែម្ដងទៅបាទអញ្ចឹងដូចបងប្អូនឃើញពីខាងដើមនៃវីដេអូហើយបាទគឺយើងកាវទម្លាក់មកបាទនេះក្រោយពីកាវទម្លាក់ហើយគឺយើងជួនមកមានអ្នកបកអ្នកអញ្ចឹងទៅហើយទៅបងប្អូនឆ្ងល់ថាស្លាបកមិនបាទបើស្លាតូចអញ្ចឹងបាទអញ្ចឹងគេនេះគេមានតំណាប់គេហៅតំណាប់ហៅសម្រាប់បកនេះបើបងប្អូននឹងហៅទេបើខ្ញុំហៅតំណាប់ឬក៏មួយយ៉ាងទៀតគេហៅស្អីទេកំបិតបកអញ្ចឹងណាបាទអញ្ចឹងបើសិនជាបងប្អូនមិនចេះមិនស្ទាត់ទេអាចថាមុតដៃបងប្អូនអាចថាមុតដៃប៉ុន្តែសម្រាប់គាត់ចេះគាត់ជំនាញហើយបាទពាក់ព័ន្ធជាមួយនឹងការបកស្លានេះបាទអញ្ចឹងស្លាមានតម្លៃថ្លៃតាមហាងឆេងឬក៏ទីផ្សារបាទហាងឆេងឬក៏ទីផ្សារមកដល់ពេលនេះស្លាមានតម្លៃប្រហែលជា 20,000 ស្ងួតបងប្អូនបាទអ
ចឹងបើសិនជាបងប្អូនមានម៉ួយឬក៏អីបងប្អូនអាចឆាតទិញឬក៏ខមមិននៅតាមវីដេអូរបស់ខ្ញុំនេះបានបាទយើងមានស្លាលក់បាទមានទាំងវិស្លាខ្ចីស្លាហៅស្លាចនិតបាទដែលយើងប្រឡាក់ហើយហ្នឹងបាទតម្លៃបងប្អូនអាចឆាតស៊ូបានតាមតម្លៃទីផ្សារឬក៏ខមមិនជាលេខទូរស័ព្ទក៏បានដែរបាទនេះប៉ុន្តែហើយយើងមិនអាចតន់ហូបបានទេបងប្អូនស្លាហ្នឹងនៅពេលដែលយើងបកហ្នឹងយើងអត់តន់បានហូបបានទេចឹងមកថាវាអត់តន់បានសម្រាប់ជាស្លាប្រទេសស្លាហាលអីទេបាទគឺយើងនៅហាន់វាជាចំណិតតូចទៀតបងប្អូនបាននៅហាន់ជាចំណិតតូចទៀតអញ្ចឹងមានន័យថាដែលបងប្អូនឃើញស្លាក្រហមឆ្អិនឆ្អៅហ្នឹងមិនមែនហាលបេះមកចិត្តហាលតែម្ដងទេបងប្អូនយើងត្រូវមានចិត្តវាជាចំណិតតិចតូចហើយយកទៅស្ងោរទៀតបងប្អូនបានយកទៅស្ងោរជាមួយភ្លើងដល់ក្តៅភ្លើងដល់ច្រើនទៅទឹកបន្ថប់ទៀតបងប្អូនណានិយាយថាពិបាកនឹងពណ៌នាបាទប៉ុន្តែសម្រាប់បងប្អូនអ្នកដែលធ្លាប់ធ្វើគាត់ដឹងបាទសម្រាប់ពួកខ្ញុំមានអារម្មណ៍ថាអូយធ្វើស្លាហត់ណាស់បាទអញ្ចឹងរស់ស៊ីស្លាប្រហែលជាមិនរស់ទេបាទអញ្ចឹងនេះគឺជាវីដេអូភាគ1បងប្អូនខ្ញុំនឹងធ្វើវីដេអូភាគ2នៅពេលដែលពេលពួកគាត់ហាន់ទៀតមកដោយសារវីដេអូនេះរងវែងដែររួចទៅការបកស្រាយនេះវាមិនត្រឹមត្រូវ 100% ទេគាត់ថានេះជាការចែករំលែកនៃការធ្វើស្លាពីខ្ញុំមួយចំណែកតូចទេបងប្អូនបាទតាមជាស្ដែងបងប្អូនប្រជាពលរដ្ឋកសិករយើងគាត់ធ្វើបែបផែនខុសគ្នាបាទគាត់គ្រាន់តែថានីតិវិធីធ្វើហ្នឹងនៅខែនៅថ្ងៃផ្សេងគ្នាអញ្ចឹងប៉ុន្តែបើតាមមកយើងមើលទៅវាខុសគ្នាភាគតិចដូចគ្នាភាគច្រើនណាពីការបកនេះទៅពេលយើងបកហើយគឺយើងប្រមូលសម្បកយកទៅទុកបងប្អូនណាយកទៅទុកឬក៏ចាក់ចោលនឹងបាទភាគច្រើនគេយកទៅចាក់ចោលទៅតាមព្រៃស្លាវិញដដែលទេណាបាទអញ្ចឹងវីដេអូហ្នឹងមិនមានអីច្រើនទេបងប្អូនបាទគឺមានប៉ុណ្្នឹងអាហ្នឹងវីដេអូភាគ1ណាអញ្ចឹងបងប្អូនកុំភ្លេចជួយតាមដានវីដេអូភាគ2ថាតើស្លាហ្នឹងគេធ្វើលំបាកឬក៏ហត់យ៉ាងណាខ្លះនីតិវិធីស្លាការបកស្លាបកអីហ្នឹងវាគេធ្វើមិនបានចេញជាស្លាប្រទេសស្លាចំណិតណាបងប្អូនបាទនេះមើលអ៊ីគាត់បកញាប់ដៃញាប់ជើងណាបងប្អូនអើយបើយើងធម្មតាប្រហែលជាអាចមុតដៃមុតអីហើយទៅបងប្អូនណាដែលធ្លាប់បកស្លាដឹងហើយបងប្អូនណាដែលធ្លាប់បកធ្លាប់អីបងប្អូនចាំជួយខមមិននៅក្រោមវីដេអូនឹងមួយផងថាអូអ្នកបងប្អូនអ្នកនៅស្រុកណាមានស្លាដូចខាងអ្នកនៅកំពង់ចាមដែរណាបាទអ្នកនៅកំពង់ចាមនៅស្រុកកោះស្ទឹងណាហ្នឹងហើយទៅវីដេអូហ្នឹងមិនមែនជាវីដេអូចង់អួតចង់អាងទេគ្រាន់តែថាចង់ចែករំលែកណាប៉ុន្តែបងប្អូនកុំភ្លេចចាំជួយតាមដានវីដេអូបន្តណាហើយទៅចប់វីដេអូជួយចុច Subscribe ផងបាទអរគុណ